ថ្ងៃនេះយើងឃើញវត្តមានរបស់អ្នកផលិតមាតិកា MMO បាបសាម្នាក់ហ្នឹងគឺឈ្មោះផៃវណ្ណៈភេទប្រុសអាយុ56ឆ្នាំទីលំនៅបច្ចុប្បន្នភូមិព្រែកតាពៅសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលជួបជាមួយនឹងលោកសៅសុខាដែលជាមេបញ្ជាការកងរាជអាវុធហត្ថពេញផ្ទៃប្រទេសដែលលោកធ្លាប់កូនចៅរបស់លោកសៅសុខាហ្នឹងគឺថានាំគ្នាចេញលិខិតថ្កោលទោសគ្រប់គ្នាទៅលើលោកផៃវណ្ណៈហ្នឹងឥឡូវនេះស្រាប់តែមានកិច្ចសន្យាមួយគឺគាត់សរសេរអញ្ចេះខ្ញុំបាទឈ្មោះផៃវណ្ណៈភេទប្រុសអាយុ56ឆ្នាំអាយុគាត់ដូចជាក្មេងដែរតែហេតុអីបានជាចំណាស់ណាដែលបងគាត់នោះសុទ្ធតែអាទាំងអស់ខ្ញុំស្មានតែគាត់អាយុ100 120អីទេព្រោះហៅណាក៏អាដែរចង់និយាយថាអាយុនេះបើតាមមើលបងខ្ញុំតែ6ឆ្នាំទេតែខ្ញុំអីទេហៅខ្ញុំអាហៅខ្ញុំអីក៏មិនអីដែរប៉ុន្តែខ្ញុំនៅតែហៅលោករហូតនឹងឯងព្រោះអីវាជាសិលធម៌របស់ខ្ញុំវាមិនអាចធ្វើទៀបដូចគាត់បានណាទោះជាខឹងគាត់ប៉ុណ្ណាក៏នៅតែលោកផៃវណ្ណៈដែរខ្ញុំគោរពអាយុបងព្រោះខ្ញុំវាពិបាកនឹងរឿងឆ្កែខំឆ្កែនឹងហ្មងខ្ញុំធ្វើមិនកើតដូចគេខ្ញុំសុំទោសបងប្អូនខ្លះគាត់ថាអូយសុភាពពេកហើយរុំទុំពេកហើយគេជេរមរាយកាយឪពុកយើងយ៉ាងនេះហេតុអីក៏មិនដាក់ក្តាំងទៅខ្ញុំថាយើងមិនអាចចូលទៅក្នុងផុកដើម្បីកាយលេងផុកនៅពេលដែលគេប្រឡាក់ប្រឡូសចឹងទេយើងនរុឲ្យវិជ័យចឹងយើងមិនអាចចុះទៅបានហ្នឹងវាខុសគ្រប់គ្នាបងប្អូនតែចឹងយើងសុកចិត្តនៅឆ្ងាយចឹងទៅហើយប្រើភាសាសិលធម៌មានសុជីវធម៌និងព្រោះភាសាអីចឹងតាមធម្មតាទៀតទៅខឹងមិនក៏តែប៉ុណ្្នឹងដែរខ្ញុំគាត់ថាគាត់អាយុ56ឆ្នាំបង6ឆ្នាំសោះខ្ញុំស្មានតែគាត់អាយុ120ព្រោះអីគាត់ជេរអ្នកណាចំណាស់ណាក៏គាត់ហៅអាដែរលោកសំរងស៊ីវិញបងគាត់មិនដឹងជាប្រមាណស្មើនឹងឪពុកមីគាត់ឲ្យដឹងសិតតាអាទាំងអស់ហើយដល់អញ្ចឹងពិបាកគាត់អត់ហៅអាតាលោកហ៊ុនសែនមួយទេនៅក្នុងរដ្ឋាភិបាលសប្តាហ៍ហ្នឹងបើសិនជាគុំតែគាត់មានអ្នកការពារគាត់អាចហៅអាបានទៀតមិនចំពោះប៉ុណ្ណាទេណាបើតាមអ្វីដែលយើងគឺអធិពលគាត់ប៉ុន្តែថ្ងៃនេះគឺគាត់សរសេរលិខិតចុះហត្ថលេខាហ្នឹងគាត់ថាគាត់ឈ្មោះផៃវណ្ណៈភេទប្រុស56ឆ្នាំនៅប៉ុណ្ណឹងដូចខ្ញុំជម្រាបគាត់ថាខ្ញុំបាទសូមគោរពទទួលយកភាពចន្លោះប្រហោងក្នុងការប្រើប្រាស់ពាក្យសម្ដីដែលប៉ះពាល់នឹងតម្លៃសិលធម៌ទៅលើស្ថាប័នតាមរយៈការផ្សព្វផ្សាយព័ត៌មានសង្គមកណនី Facebook ឈ្មោះផៃវណ្ណៈ News កាលពីថ្ងៃទី26និងថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ខ្ញុំបាទសូមធ្វើកិច្ចសន្យាដូចខាងក្រោម1បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៅទៀតបានន័យថាម៉េចអំពើខាងលើហ្នឹងគឺអំពើប្រើប្រាស់ពាក្យសម្ដីប៉ះពាល់តម្លៃសិលធម៌ទៅលើស្ថាប័នរបស់រដ្ឋអីចឹងទៅអាហ្នឹងទី1គឺឈប់ទង្វើខាងលើទី2លុបចោលអត្ថបទនិងរូបភាពទាំងអស់ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើខាងលើបានន័យអំពើជេរប្រមាថហ្នឹងទី3នេះល្អសើចបន្តិចទី3កោតចំពោះជនទាំងឡាយណាដែលឆ្លៀតបុកព័ត៌មានខាងលើទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបកពួកក្នុងបំណងបង្កចលាចលសង្គមបំផ្លាញសន្តិភាពនិងសុខដុមមនីយកម្មក្នុងសង្គមទី3ខ្ញុំថាគួរឲ្យសំណាចហ្នឹងគឺឥឡូវមករករឿងគេយកព័ត៌មានព័ត៌មានរបស់ខ្លួននឹងបាសាច់អសរោះជេរបចោគេតាមពិតខ្ញុំមែនតើទៅសរសើរបងប្អូនដែរដែលត្រូវអត់អូសរំលងបានចិត្តតែជួយផ្សាយជួយ share អីដែរឬក៏មិនតែឥឡូវដល់ម្ចាស់ខ្លួនហ្នឹងទៅរករឿងកោលទោសគេទៀតអ្នកដែលយកព័ត៌មានហ្នឹងបើសិនជាកោលទោសគេហ្នឹងព័ត៌មានគាត់ផ្សាយប្រហែលឆ្នាំមកហ្នឹងទៅកោលទោសអ្នកណាអស់ទៅលោកហើយចឹងបងប្អូនទាំងអស់គ្នាអ្នកដែលផ្សព្វផ្សាយព័ត៌មានគាត់ហ្នឹងប្រយ័ត្នជាប់ទោសគាត់កោលងាប់ទី4រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានពិតដើម្បីរួមចំណែកកែលម្អចំណុចវិជ្ជមានក្នុងសង្គមនេះចំណុចទី4និងចំណុចទី1ខ្ញុំសាទរឲ្យសូមសរសើរលោកផៃវណ្ណៈបញ្ឈប់ការប្រព្រឹត្តអំពើលាមកខាងលើតទៅទៀតគាត់មិនប្រើពាក្យលាមកទេជេរបតិចផ្ដាសាអ្នកណាក៏ដោយហើយជេរប៉ះស្ថាប័នរដ្ឋនេះណាកុំតែពេលខ្នងក្រាស់ទេបើលោកជេរមន្ត្រីរាជការរដ្ឋហ្នឹងប៉ះអ្នកគ្នាខ្សោយទុនខ្សោយអីហ្នឹងទៅទៀតហើយអាហ្នឹងឯងបាទខ្ញុំថាតែយើងធ្វើអញ្ចឹងបានហើយស្ងាត់គ្នាហ្នឹងវាបង្កើតឲ្យមានអំពើពុករលួយព្រោះយើង black mail យើងគោះលុយគេបានណាបើមិនជាធ្វើអញ្ចឹងមកទៀតខ្ញុំអត់ចោទថាលោកផៃវណ្ណៈដើរគោះលុយគេទេប៉ុន្តែបើធ្វើទង្វើបែបហ្នឹងគ្រប់គ្នាបានណាហើយអត់មាននរណារករឿងអីដូចខាង PM ខាងអីគឺបានន័យថាមិនដឹងខាងមន្ត្រីរាជការអ្នកដទៃទៀតដែលរងការជេរប្រមាថបតិចផ្ដាសារបស់លោកផៃវណ្ណៈហ្នឹងមិនដឹងជាភ័យមិនដឹងជាសោកលុយមិនដឹងជារងការលំបាកការពារក្តីនឹងបណ្ណាទេខ្ញុំគ្រាន់តែសម័យទេខ្ញុំមិនចោទទេគ្រាន់តែថា logic គឺបើយើងធ្វើទង្វើបែបហ្នឹងបុគ្គលម្នាក់អាចធ្វើឲ្យកលាប់ចាក់ផែនដីបានអាចលាចលអាណាធិបតេយ្យពេញទឹកពេញដីហើយគ្មានអ្នកណាចាត់ការអីបានអញ្ចឹងបានន័យថាមន្ត្រីផ្សេងហ្នឹងគឺច្បាស់ជាភ័យរៀកហើយព្រោះអីការគ្រប់គ្រងរដ្ឋគេអត់អាចធ្វើបែបអញ្ចឹងទេគេអត់ឲ្យបុគ្គលណាមកប៉ាត់ណាប៉ាត់ណីហើយបានដូចថារួចខ្លួនធ្វើអីបប៉ះក្រុមខ្លួនរួចខ្លួនទៅបប៉ះក្រុមប្រឆាំងក្រុមប្រឆាំងជាប់គុកអស់ហើយអញ្ចឹងត្រូវរើគ្នាទៅក៏ស្ងប់ទៅប៉ុន្តែខ្ញុំនៅតែកោតសរសើរនៅការព្រមទទួលស្គាល់កំហុសត្រង់ចំណុចទី1គឺបញ្ឈប់អំពើអសិលធម៌អសរោះជេរបតិចប៉ុន្តែប្រហែលជាគាត់ប្រើតែបញ្ឈប់រឿងជេរមន្ត្រីរាជការទេមើលទៅជេរមន្ត្រីសាធារណៈនិងប្រជាពលរដ្ឋស៊ីវិលអីហ្នឹងគឺប្រហែលជានៅតែស្រាតស្រង់ដដែលទេព្រោះគ្មាននរណាទៅធ្វើអីគាត់បានបើកុំប៉ះមេដបូលហ្នឹងប្រហែលជាមិនដល់ថ្នាក់ហ្នឹងទេព្រោះបុគ្គលនេះអត់ដែលសុំទោសសុំអីផងហ្នឹងបើមានរឿងអីដែលគេបិទបានណាគឺគ្មាននរណាហ៊ាននិយាយអីទេទាល់តែរឿងកក្រៅព្រោះលោកផៃវណ្ណៈនេះដែលហ៊ានរិះគន់រដ្ឋាភិបាលឯណាបានមួយម៉ាត់នោះ
គឺជាអ្នកដែលគ្រប់គ្រងកោសនរដ្ឋាភិបាលនិងគណៈបកប្រជាជនផ្កាប់មុខហើយនៅពេលដែលមនុស្សដែលស្រឡាញ់គណៈបកប្រជាជននិងរដ្ឋាភិបាលផ្កាប់មុខហ៊ានរិះគន់មន្ត្រីដែលនៅក្នុងការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលផ្កាប់មុខដែរតើតើនៅក្នុងបទអក្រិតថាតើបទអក្រិតនេះវាក៏ក្រើកប៉ុណ្ណាធំប៉ុណ្ណាដែលគេអាចធ្វើបានតើរហូតដល់តែផ្ទុះទៅជាភ្នំភ្លើងហើយតើវានឹងអាចស្ងប់ស្ងាត់ទៅយ៉ាងម៉េចទៅវិញទៅនៅពេលដែលសម្របសម្រួលសុំទោសឬក៏ចេញលិខិតនេះហើយសិតតែបាត់បទអក្រិតបងប្អូនសាកគិតមើលទៅអាហ្នឹងហើយបានថាម្ដងទៀតបងប្អូនយើងមើលឃើញរឿងដោះស្រាយបញ្ហានេះគឺជារឿងបកផ្សែងបានអញ្ចឹងទៅជួនកាលកកកកាយបានព័ត៌មានមកប្រើអញ្ចឹងអារឿងព្រំដែនហ្នឹងគឺស្ងាត់ឈឹងអញ្ចឹងទៅមកវល់តែពីរឿងនេះឥឡូវអស់ពីរឿងលោកផៃវណ្ណៈហ្នឹងមកវល់រឿងអាយ៉ៃឆ្លើយឆ្លងជាមួយនឹងលោកហ៊ុនលោកហ៊ុនម៉ាណែតជាមួយនឹងលោកអ៊ុំសំអានតទៅនឹងរឿងព្រំដែនបោះបកគោលហ្នឹងទៀតហើយរឿងបោះបកគោលហ្នឹងគឺលោកហ៊ុនម៉ាណែតបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទុកចិត្តលើរដ្ឋាភិបាលកម្ពុជាស្របពេលដែលកម្ពុជានិងថៃប្រើផែនទីទីពីគ្នារឿងបោះបកគោលព្រំដែនថ្ងៃនេះក្រោយពេលដែលលោកអូខេកាលមុនលោកហ៊ុនម៉ាណែតគឺស្នើឲ្យថាបើលោកអ៊ុំសំអានខាងរដ្ឋាភិបាលក្រៅប្រទេសនេះចង់ដឹងពីរឿងកិច្ចការព្រំដែនអីហ្នឹងគឺទៅសុំយោបល់ពីរដ្ឋាភិបាលឲ្យអ្នកជំនាញគេមកបញ្យលត្រួសខ្លីៗពីការករណីបច្ចេកទេសច្បាប់រឿងកិច្ចការព្រំដែនដើម្បីកុំឲ្យចេះតែច្បោលទៅយកព្រំដែនពីបណ្ណាល័យនៅបណ្ណាល័យសភាអាមេរិកអីហ្នឹងគឺគេមានអស់ហើយមិនចាំបាច់យកមកទៀតហើយប្រហែលជាមិនយល់ច្បាស់អីផងអញ្ចឹងទៅហើយទៅលោកអ៊ុំសំអានតបទៅវិញថាលោកអត់បាច់ផ្ញើមនុស្សបញ្ជូនមនុស្សរបស់គាត់ទៅស្រុកខ្មែរទៅរៀនពីរបៀបកាត់ដីឯណាហ្នឹងលោកអ៊ុំសំអានគាត់និយាយក្នុងភាសានយោបាយរបស់គាត់ដែរគឺគាត់ចង់ឲ្យអ្នកខាងនោះមករៀនពីគាត់វិញរបៀបការពារដែនអធិបតេយ្យយើងឲ្យបានគង់វង្សចានឹងអាយ៉ៃឆ្លើយឆ្លងរបស់ពួកគាត់នឹងល្អស្លាប់ដែររដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបញ្ជាក់តាមគ្នាថាកម្ពុជាប្រើផែនទីខ្នាតលើ1លើ200,000ស្រាប់ពេលដែលថៃថាប្រើផែនទីខ្នាត1លើ50,000ដើម្បីបោះបង្គោលព្រំដែនខ្ញុំអាសូរកម្ពុជាមែនតើខ្ញុំមិនដឹងថាតើក្រសួងស្ថាប័នទាំងអស់គ្នានឹងត្រូវចេញសេចក្តីថ្លែងការណ៍នឹងប្រមាណអ្នកដើម្បីឲ្យប្រជាពលរដ្ឋជឿលើរដ្ឋាភិបាលព្រោះអីមិនសិនមិញលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មកហើយក្នុងនាមជានាយករដ្ឋមន្ត្រីបានន័យថាតំណាងឲ្យប្រទេសកម្ពុជាទាំងមូលហើយអញ្ចឹងអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិយាយហ្នឹងគឺវាសពគ្រប់ហើយគឺអំពាវនាវឲ្យប្រជាពលរដ្ឋជឿទុកចិត្តទៅលើរដ្ឋាភិបាលទៅមិនឲ្យបាត់ដីទេមិនឲ្យអីការពារអធិបតេយ្យឲ្យបានគង់វង្សយើងប្រើប្រាស់ផែនទីខ្នាត1លើ200,000អីលក្ខណៈអីចឹងបោះបកគោលព្រំដែននៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យភ្លាមហ្នឹងខាងយោធាថៃក៏គេប្រាប់មកថាគេអត់បានប្រើប្រាស់ផែនទី1លើ200,000ទេគេប្រើ1លើ50,000ហើយយើងបោះផែនទី2ខុសគ្នាហើយយើងទៅរកកន្លែងជុំគ្នាកណាឃើញប៉ុន្តែយើងលោកហ៊ុនម៉ាណែតក៏បានថ្លែងសារពេលដែលលោកថ្លែងសារចប់ថ្ងៃនេះគឺមានរដ្ឋលេខាធិការកិច្ចការព្រំដែនចេញសេចក្តីថ្លែងការណ៍ដូចគ្នានឹងអ្វីដែលលោកហ៊ុនម៉ាណែតថ្លែងពីម្សិលមិញអញ្ចឹងខ្ញុំជឿថាហេតុអីបានជាដូច្នេះខ្ញុំកំពុងថាអត់យល់ថាតើឬក៏រដ្ឋលេខាធិការកិច្ចការព្រំដែនហ្នឹងលោកឬក៏លោកហ៊ុនម៉ាណែតចាំកិច្ចការបច្ចេកទេសរបស់រដ្ឋលេខាធិការហ្នឹងអត់បានលោកត្រូវតែថ្លែងសារមុនសិនដើម្បីឲ្យប្រជាពលរដ្ឋដឹងថានាយករដ្ឋមន្ត្រីខ្មែរការពារមិនឲ្យបាត់ដីមួយចំអាមឬ1មីលីម៉ែត្រណាទេក៏ប៉ុន្តែនៅពេលដែលសេចក្តីថ្លែងការណ៍របស់រដ្ឋលេខាធិការកិច្ចការព្រំដែនចេញមកនេះគឺដោយអ្វីដែលលោកហ៊ុនម៉ាណែតនិយាយពីម្សិលមិញតាមពិតវាជាសមត្ថកិច្ចរបស់រដ្ឋលេខាធិការនេះហើយក៏ចេញមកនិយាយតែដែរហ្នឹងគឺថាសូមឲ្យប្រជាពលរដ្ឋហ្នឹងជឿទុកចិត្តទៅនេះកិច្ចការព្រំដែនហ្នឹងរដ្ឋលេខាធិការកិច្ចការព្រំដែនសរសេរថាសេចក្តីប្រកាសព័ត៌មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាគឺយើងមានគេថាការវាស់វែងបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ព្រំដែនចន្លោះបង្គោលលេខ42 47និង52 59ហ្នឹងគឺទទួលបានលទ្ធផលជាផ្លែផ្កាដូចខាងក្រោមគឺវាស់ហើយកំណត់ទីតាំងខ្ញុំមិនអានទាំងអស់ទេគឺវាដូចគ្នានៅអ្វីដែលលោកហ៊ុនម៉ាណែតនិយាយទៅគឺប្រើផែនទីឬក៏សេចក្តីយោងទៅឯកសារព្រំដែនរវាងឥណ្ឌូចិនឆ្នាំ1908 1909និងគណៈកម្មការព្រំដែនអីផ្សេងៗចឹងអញ្ចឹងបានន័យថារដ្ឋលេខាធិការកិច្ចការព្រំដែននេះគឺចង់បញ្ជាក់នៅអ្វីដែលលោកហ៊ុនម៉ាណែតបញ្ជាក់ម្សិលមិញហ្នឹងគឺតាមពិតលោកហ៊ុនម៉ាណែតយកសេចក្តីសាររបស់រដ្ឋលេខាធិការនេះទេដែលគួរតែរដ្ឋលេខាធិការនេះចេញសារមុនហើយចាំយករដ្ឋមន្ត្រីបន្ថែមអីទៅហើយមិនបាច់បន្ថែមក៏បានដែរព្រោះអីកិច្ចការងារនេះរបស់រដ្ឋាភិបាលទេគ្មានស្ថាប័នណាខុសគ្នាទេតែគាត់ថាយើងនៅតែអត់យល់ត្រង់ថាកម្ពុជានៅតែច្បាស់រឿងវាស់ដីព្រំដែនរឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងប្រើផែនទីខ្នាត1លើ200,000ហើយថៃនៅតែច្បាស់រឿងប្រើផែនទីខ្នាត1លើ50,000ហើយបោះបកគោលព្រំដែនបានខ្មែរយើងនឹងសិតតែឃោសនិកគេអ្នកផ្សព្វផ្សាយព័ត៌មាននេះយើងបោះហើយឥឡូវយើងដីទាំងអស់ហ្នឹងអាដីថៃហ្នឹងគឺនៅក្នុងដីខ្មែរទេយើងបានដីហើយសិតតែអញ្ចឹងហើយថៃគេព្រមមែនដែលយើងថាយើងបានដីគេហ្នឹង